គ្រប់នឹងជម្រាបសួរបងប្អូនពុំមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំឈ្មោះស្រីនោះមកធ្វើជាវីដេអូបង្ហាញទៅកាន់បងប្អូនពុំមីងដែលឆ្លាញ់និស្ស័យខាងចិញ្ចឹមមាន់ស្រែបងប្អូនចាសម្រាប់បងប្អូនពុំមីងដែលពួកគាត់ចិញ្ចឹមមាន់ចិញ្ចឹមហើយបរាជ័យចិញ្ចឹមទៅជួបជំងឺច្រើនបងប្អូនពុំមីងយើងរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់បងប្អូនទោះបីយើងចិញ្ចឹមបែបលក្ខណៈគ្រួសារឬក៏យើងចិញ្ចឹមបែបលក្ខណៈជាកសិដ្ឋានក៏យើងត្រូវតែរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមដែរបងប្អូនចាកាលណាដែលយើងរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់លាស់បងពុំមិញប្រកាសជាអត់ស្ដាយក្រោយទេត្រង់អីគឺយើងទាញចំណូលចូលបានប្រចាំខែប្រចាំថ្ងៃសម្រាប់ខ្ញុំផ្ទាល់មួយសប្តាហ៍មួយថ្ងៃខ្ញុំលក់មាន់សាច់ម្សិលមិញគឺខ្ញុំលក់មាន់សាច់ដែរបងប្អូនចាលក្ខណៈលក់គីឡូមាន់អាំងនិងគីឡូមាន់នឹងមាន់កាប់ចឹងណាបងប្អូនចាសម្រាប់នៅក្នុងកថាខ្ញុំជីទូទៅខ្ញុំចិញ្ចឹមបែបលក្ខណៈវល់ជុំចិញ្ចឹមវល់ជុំហ្នឹងគឺយើងរៀនស្វែងយល់ច្បាស់ពីលោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មដែរបងប្អូនចាសម្រាប់ខ្ញុំតលក៏ដំបូងឡើយក៏ខ្ញុំអត់សូវយល់ដឹងច្បាស់ពីបច្ចេកទេសចិញ្ចឹមដែរបងប្អូនប៉ុន្តែពេលដែលយើងរៀនចប់ពីសាកលវិទ្យាល័យមកយើងសាឡបងអនុវត្តផ្ទាល់នៅក្នុងកថាណាបងប្អូនចាហ្នឹងពេលដែលយើងរៀនចប់ហើយបងប្អូនចាពេលអ្វីដែលខ្ញុំរៀនចប់ពីសាកលវិទ្យាល័យមកខ្ញុំគិតថាខ្ញុំអត់ចង់ចំណាយពេលវេលាចោលឬក៏យើងចង់គិតថាបើសិនជាយើងនៅបដ ாய் ពេលវេលាចិញ្ចឹមបែបលក្ខណៈតិចតួចឬក៏យើងចិញ្ចឹមទៅយើងអត់មានចំណេះដឹងច្បាស់លាស់ក៏យើងអត់អាចទទួលចំណូលបានអញ្ចឹងគឺយើងអត់ចង់ចំណាយពេលវេលាចោលកន្លែងចំណុចហ្នឹងអញ្ចឹងណាបងប្អូនចាយើងត្រូវកែច្នៃពេលវេលាដើម្បីឲ្យទាញចំណូលឬក៏លុយកាក់ដើម្បីផ្គត់ផ្គង់គ្រួសារឬក៏យើងរស់នៅស្រួលយើងចង់ធ្វើផ្ទះវិឡាអនាគតទៅមុខទៅមានឡានទំនើបល្អដែលយើងគោលដៅយើងដែលយើងប៉ងប្រាថ្នាចង់ទិញជិះអញ្ចឹងណាបងប្អូនចាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចិញ្ចឹមសត្វនៅក្នុងកឋានខ្ញុំ10000ក្បាលជាងគឺខ្ញុំស្វែងយល់ពីបច្ចេកទេសចិញ្ចឹមច្បាស់លាស់ពីលោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យបងប្អូនចាពេលខ្លះលោកគ្រូអ្នកគ្រូគាត់ឆាតមកប្រាប់ថាចិញ្ចឹមបែបលក្ខណៈបច្ចេកទេសរៀបចំឲ្យបានធំធៅបន្តិចទៅយើងនឹងទទួលបានអ្វីដែលល្អអញ្ចឹងណាអញ្ចឹងពេលខ្លះលោកគ្រូក៏ឆ្លៀតឆាតមកប្រាប់ដែរបងប្អូនចាសម្រាប់លោកគ្រូដែលឆាតមកប្រាប់ខ្ញុំគឺលោកគ្រូសាទគាត់ឆាតប្រាប់ថាបច្ចេកទេសដាក់ទឹកដាក់អីឲ្យបានត្រឹមត្រូវរៀបចំឲ្យបានល្អអញ្ចឹងណាទោះបីខ្ញុំរៀនចប់សាកលវិទ្យាល័យខ្ញុំអត់ដែលបានតំណែងតំណងសូវបានតំណែងតំណងជាមួយពួកគាត់ក៏គាត់នៅតែមានពេលវេលាគាត់ឆ្លៀតឆាតប្រាប់ដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងការដែលគាត់ចែករំលែកអ្វីដែលគាត់ចេះអ្វីដែលគាត់ដឹងគាត់បណ្ឌិតអញ្ចឹងគឺយើងអាចស្វែងយល់ពីគាត់មកល្អហើយខ្ញុំនិយាយអារម្មណ៍ទៅគឺសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំជួបលោកគ្រូអ្នកគ្រូឬក៏បងដែលពួកគាត់ល្អច្រើនគាត់ណែនាំបច្ចេកទេសចិញ្ចឹមមកកាន់ខ្ញុំប្រាប់ណែនាំច្រើនអញ្ចឹងណាបងប្អូនចាពេលដែលយើងអត់ទាន់ចិញ្ចឹមបានច្រើនពួកគាត់និយាយណែនាំច្រើនជួបមនុស្សដែលល្អច្រើនបងប្អូនចានិយាយបើសិនជាខ្ញុំជួបមនុស្សអាក្រក់គឺខ្ញុំអត់ប្រព័ន្ធមួយមនុស្សអាក្រក់នឹងហ្មងបងប្អូនចាចរិតខ្ញុំផ្ទាល់បើសិនថាជួបមនុស្សដែលអាក្រក់ហ្នឹងហើយគឺខ្ញុំអត់តាក់ទងមនុស្សអាក្រក់ហ្នឹងទេអត់តាក់ទងហើយក៏អត់ចង់បកស្រាយអីដែរបងប្អូនចាអ្នកដែលស្អប់យើងមានច្រើនអ្នកដែលអត់ស្អប់យើងក៏មានច្រើនដែរអញ្ចឹងយើងធ្វើអីមួយក៏ដោយអត់អាចគប់ចិត្តគប់គុណមនុស្សទាំងអស់ហ្នឹងបានទេអញ្ចឹងផែនដីហ្នឹងមនុស្សច្រើនអញ្ចឹងយើងអត់អាចគប់គុណដែលគេមកឲ្យចូលចិត្តយើងទាំងអស់ហើយបងប្អូនចាអញ្ចឹងជាទូទៅរាល់បងដែលពួកគាត់ចិញ្ចឹមសត្វដើម្បីគាត់ទាញចំណូលចូលបានច្រើនយើងរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់លាស់ដែរអញ្ចឹងណាបងប្អូនចាហើយយើងធ្វើតែអំពើល្អកាលណាដែលយើងធ្វើអំពើល្អជីវិតយើងជួបតែល្អដែរបងប្អូនចាកាលណាយើងធ្វើអំពើអាក្រក់អត់អាចកម្មដែលអាក្រក់ហ្នឹងណាមិនមែនថាចាំដល់ជាតិក្រោយទេកម្មដែលអាក្រក់គឺចាំជួបជាតិហ្នឹងបងប្អូនចាជាទូទៅខ្ញុំពិនិត្យមើលឃើញអ្នកដែលបោកប្រាស់ឬក៏កុហកបោកប្រាស់ម៉ាក់ខ្ញុំកន្លងមកកាលពេលដែលខ្ញុំនៅក្មេងៗខ្ញុំនៅតូចចាបងប្អូនចាដល់ពេលកម្មហ្នឹងគឺអត់ចាំបាច់ចាំជាតិក្រោយបងប្អូនគឺជួប
គ្រូសានឹងផ្ទាល់យើងអត់បានធ្វើអីទេអត់បានទៅធ្វើអីដល់គ្រូសាហ្នឹងប៉ុន្តែគ្រូសាហ្នឹងគឺជួបឯងហ្មងអញ្ចឹងជាទូទៅយើងធ្វើអីមួយដែលល្អយើងនិយាយសម្ដីដែលល្អយើងកុំនិយាយអីដែលប៉ះពាល់ទៅដល់គេឯងអញ្ចឹងណាបងប្អូនចាហើយសម្រាប់ខ្ញុំគិតថាអ្វីដែលខ្ញុំធ្វើខ្ញុំប្ររងថ្ងៃគឺល្អខ្ញុំផឹងរស់ស៊ីខ្ញុំលូតលាស់មែនបងពូមីងនៅតាមខេត្តក្រុងកូនសិស្សខ្ញុំគាត់គ្រប់គ្រងអាជីវកម្មខ្ញុំច្រើនអញ្ចឹងខ្ញុំរស់ស៊ីតែស្មោះត្រង់ខ្ញុំលក់តែមន់40កាលណាដែលខ្ញុំស្មោះត្រង់គឺខ្ញុំទាញចំណូលចូលបានប្រចាំខែប្រចាំថ្ងៃហើយក៏យើងលូតលាស់ដែរបងប្អូនចាខ្ញុំគិតថាអ្វីដែលខ្ញុំចិញ្ចឹមនៅក្នុងកថាខ្ញុំ10000ក្បាលជាងនេះគឺខ្ញុំគិតថារំភើបចិត្តខ្លាំងដែលអ្វីដែលយើងខំមកគឺទទួលបានផលល្អអញ្ចឹងណាបងប្អូនចាខ្ញុំចិញ្ចឹមមន់ទាំងទាបងប្អូនចាយើងដំបូងឡើយគឺយើងធ្វើមន់ឲ្យដើរល្អបងពូមីងចាប់ដើមពីចំណុចតូចតិចបំផុតហើយយើងធ្វើអាចចំណុចតិចហ្នឹងដើម្បីដកយកបទពិសោធន៍ដែលយើងរៀនពីគ្រូឬក៏យើងរៀនមកគ្រឹះស្ដីយើងទៅអនុវត្តខ្លួនឯងនៅកឋានខ្លួនឯងឬក៏យើងនៅផ្ទះយើងផ្ទាល់យើងអនុវត្តខ្លួនឯងហើយយើងសួរគ្រូទៅថាចំណុចណាមួយដែលយើងអត់យល់ឯណាមួយគឺយើងសួរគ្រូបន្ថែមអញ្ចឹងណាបងប្អូនចាកាលណាដែលយើងចិញ្ចឹមទៅជួបជំងឺឬក៏បញ្ហាអីមួយដែលយើងចិញ្ចឹមនៅក្នុងកឋានយើងសួរគ្រូយើងបន្ថែមបងប្អូនកាលណាដែលសួរគ្រូឲ្យគ្រូបញ្យល់ទៅយើងយល់ដឹងច្បាស់កាលណាដែលច្បាស់ហើយកន្លែងចំណុចហ្នឹងដែលជួបជំងឺក្រោយយើងជួបអញ្ចឹងទៀតគឺយើងច្បាស់ខ្លួនឯងហ្មងអញ្ចឹងយើងធ្វើអីមួយយើងឆ្លងកាត់ពីការសិក្សាកាលណាដែលយើងសិក្សាយើងស្វែងយល់ពីបច្ចេកទេសចិញ្ចឹមច្បាស់ដូចជាការសំចំណីការធ្វើវ៉ាក់សាំងការថែទាំមន់ឲ្យបានល្អមេបាពូជឬក៏កូនមន់ឬក៏មន់សាច់អីផ្សេងយើងត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ដែរបងប្អូនកាលណាដែលយើងច្បាស់លាស់យើងទាញចំណូលចូលបានប្រចាំខែប្រចាំថ្ងៃដែរអញ្ចឹងណាបងប្អូនចាគេថាដូចថាចេះមកពីរៀនយើងមានបានមកពីការខំប្រឹងព្យាយាមអត់ធ្មត់ពីកាក់សេនទៅសន្សំសន្ចៃពីតិចទៅធំអញ្ចឹងណាបងប្អូនចាយើងបរិយារបស់យើងចាប់ដើមពីចំណុចតូចទៅដល់ពេលយូរទៅដូចថាកណ្ដៀអញ្ចឹងណាបងប្អូនកណ្ដៀបើសិនជាវាមាត់វាតូចទេបងប្អូនចាវាអត់ធំទេហើយវាប្រមូលផ្ដុំដីតិចរហូតបានជាដុំកពូលធំហ្មងបងប្អូនចាខ្ញុំពិនិត្យមើលខ្ញុំឃើញថាអ្វីក៏ដោយយើងកើតចេញពីយើងសំគុំគ្នាពីតិចទៅច្រើនអញ្ចឹងណាបងប្អូនចាយើងបរិយារបស់យើងដូចគ្នាយើងរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមពីតិចទៅច្រើនសម្រាប់មន់នៅក្នុងកថាខ្ញុំចិញ្ចឹម5000ក្បាលជាងហ្នឹងគឺខ្ញុំចិញ្ចឹមបែបលក្ខណៈវល់ជុំមន់សាច់វល់ជុំខ្ញុំក៏ត្រៀមលក់មន់សាច់ហ្នឹងនៅក្នុងបនចូលឆ្នាំខ្មែរហ្នឹង5-6បន្ទប់តែបងប្អូនដោយសារយើងគិតថាចូលឆ្នាំខ្មែរតខៅគាត់ប្រាប់មកថាមន់បានថ្លៃអញ្ចឹងណាបងប្អូនចាអញ្ចឹងគឺខ្ញុំត្រៀមដាក់មន់សាច់នៅចំចូលឆ្នាំខ្មែរហ្នឹងចំហ្មងបងប្អូនចាហើយនិយាយទៅមកបន្ទប់ខ្ញុំដាក់300មកបន្ទប់200ជាងមកបន្ទប់300ជីទូទៅសម្រាប់មន់នៅក្នុងកថាខ្ញុំមន់សាច់ច្រើនជាងមេបាពូជបងប្អូនដោយសារមេបាពូជខ្ញុំចិញ្ចឹមលក្ខណៈវល់ជុំបើសិនជាវគ្គណាមួយដែលខ្ញុំលក់កូនមន់អត់ដាច់ឬក៏ខ្ញុំលក់កូនមន់ទៅបញ្ចេញទៅអត់ទាន់ខ្ញុំដាក់ចិញ្ចឹមសាច់ខ្លួនឯងដោយសារអីយើងចិញ្ចឹមដាក់ត្រង់ច្រើនកាលណាដែលយើងធ្វើបែបហ្នឹងយើងអត់ខាតទេបងប្អូនអត់ខាតតាណាទេពេលមន់សាច់យើងបានធំទៅយើងលក់មន់សាច់យើងបានមិនយើងទាញចំណូលចូលបានអញ្ចឹងយើងបាច់ទៅភ័យរឿងលក់កូនមន់ដាច់ឬក៏លក់មិនដាច់អីបងប្អូនចាប៉ុន្តែសម្រាប់កូនមន់នៅកថាខ្ញុំគឺលក់ដាច់ខ្លាំងបងប្អូនចា